ខ្ញុំឃើញមានការជជែកហួសចិត្តមួយនេះហ่ะដែលបង្ហាញពីកម្រិតនៃចំណេះដឹងរបស់ប្រជាជនខ្មែរយើងមាន comment ទៅលើ post ដែលនិយាយជាមួយ AI មួយដែលបាននិយាយថាការប្រើប្រាស់ AI ច្រើនពេកទៅលើរឿងដែលមិនចាំបាច់គឺវាបំផ្លាញទឹកស្អាតនៅលើផែនដីយើងសន្ធឹកណាស់បងដោយសារតែនៅពេលដែលយើងសួរម្ដងម៉ាស៊ីនវាដំណើរការវាត្រូវការទឹកយ៉ាងច្រើនដើម្បីស្អំម៉ាស៊ីនកុំឲ្យក្តៅតែបើចាំបាច់ប្រើម្ដងម្កាលទៅជួយសម្រាលចម្ងល់យើងដែរហើយក៏មានអ្នកឆ្លើយតបមួយចំនួនឆ្លើយតបទៅ comment នោះវិញដោយនិយាយថាបែកមែន AI នឹងម៉ាស៊ីននិយាយចេញមកមិនស្គាល់ AI app បងបែកមែនឃើញការឆ្លើយតបនឹងហើយទាំងអស់គ្នាខ្ញុំខ្មាស់គេមែនតើយើងចេះតែប្រើ AI ប៉ុន្តែតើយើងមានចំណេះដឹងថាតើអ្វីគឺជា AI នឹងប៉ុណ្ណាសួស្តីតើគ្នាម្ខាស់មានរឿងសំខាន់មួយដែលខ្ញុំភ័យខ្លាចជាច្រើនឆ្នាំហើយវាគឺជាមូលហេតុចម្បងមួយដែលធ្វើឲ្យខ្ញុំអត់ចង់មានកូនទេហើយមិនត្រឹមតែប៉ុណ្្នឹងឯងគឺវានឹងប៉ះពាល់ដល់ជីវិតរបស់មនុស្សយើងក្នុងពេលឆាប់នេះរាប់ពាន់រាប់លានអ្នកដែលនឹងធ្វើឲ្យមនុស្សជាច្រើនលំបាកវេទនាហើយប៉ះពាល់ក៏ដល់ប្រជាជនខ្មែរយើងដែរកាលពីខែមករានៃឆ្នាំ2026នេះអង្គការសហជីវជាតិបានប្រកាសថាពិភពលោកយើងកំពុងតែឈានទៅដល់ដំណាក់កាល water bankruptcy ដែលនេះគឺមានន័យថាយើងនឹងមានកង្វះខាតទឹកស្អាតប្រើប្រាស់ហើយវាគឺជាដំណាក់កាលមួយដែលគេកំណត់ដោយ insolvency ហើយនិង irreversibility insolvency គឺមានន័យថាការប្រើប្រាស់និងការបំពុលទឹកគឺលើសកម្រិតលំហូរដែលអាចផលិតឡើងវិញនិងហួសកម្រិតសុវត្ថិភាពហើយ irreversibility គឺសំដៅទៅលើការបំផ្លាញទៅលើប្រភពទឹកធម្មជាតិដែលធ្វើឲ្យការស្ដារប្រព័ន្ធនេះទៅដំណាក់កាលដើមវិញគឺមិនអាចធ្វើទៅបាន water bankruptcy នេះគឺនឹងប៉ះពាល់ទៅលើមនុស្សជាច្រើនអ្នកជាពិសេសទៅលើកសិករអ្នកជនជាតិដើមភាគតិចប្រជាជនដែលមានជីវភាពកម្រិតទាបស្ត្រីនិងយុវវ័យហើយផលប្រយោជន៍នៃការប្រើប្រាស់លើសកម្រិតនេះគឺនឹងធ្លាក់ទៅលើអ្នកដែលមានលុយនិងអ្នកដែលមានអំណាចទាំងអស់គ្នាសម័យមើលអញ្ចឹងបើសិនបើយើងមិនមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ហើយយើងត្រូវធ្វើដំណើររាប់គីឡូម៉ែត្រដើម្បីទៅដងទឹកស្អាតហើយមានកម្រិតទៀតថាមនុស្សម្នាក់មនុស្សមួយគ្រួសារគឺអាចដងទឹកបានប្រមាណណាតើជីវិតរបស់មនុស្សយើងនឹងទៅជាបែបណាមិនត្រឹមតែប៉ុណ្្នឹងទេនៅពេលដែលធនធានណាមួយខ្លាយទៅជាធនធានដែលកម្រនឹងអាចមានរឿងពីរកើតឡើងគឺទី1គឺសង្គ្រាមដើម្បីដណ្ដើមធនធាននោះហើយអ្នកដែលមានលុយនិងមានអំណាចគឺនឹងព្យាយាម privatize ធនធាននោះគឺមានន័យថាគេនឹងព្យាយាមលក់ធនធាននោះមកឲ្យយើងវិញនៅក្នុងតម្លៃមួយខ្ពស់ឧទាហរណ៍នេះគឺជាអ្វីដែល Nestle គឺបានព្យាយាមធ្វើជាច្រើនឆ្នាំហើយដោយក្រុមហ៊ុន Nestle គឺបានព្យាយាមដណ្ដើមយកប្រភពទឹកពីប្រជាជននៅក្នុងតំបន់ហើយលក់ទៅឲ្យប្រជាជនវិញជាទឹកសុទ្ធនៅក្នុងដបនៅពេលដែលយើងនិយាយចឹងអ្នកខ្លះឆ្ងល់ថាទឹកមានទៅណាខ្វះអីទឹកបឹងទឹកទន្លេទឹកសមុទ្រជាច្រើនហេតុអីបានជាយើងទៅខ្វះទឹកប្រើប្រាស់វិញទាំងអស់គ្នាមានដឹងអត់ថាតាំងពីឆ្នាំ1990មកបឹងធំនៅលើពិភពលោកគឺបានធ្លាក់ចុះចំនួនពាក់កណ្ដាលហើយ wetlands ធម្មជាតិនៅទូទាំងពិភពលោកគឺធ្លាក់ចុះចំនួន 35% តាំងពីទសវត្សរ៍ឆ្នាំ1970មកនៅលើពិភពលោកយើងគឺមានទឹកស្អាតចំនួនតែ 3% ឯងហើយនៅក្នុងនោះគឺមានតែ 0.5% ដែលសុវត្ថិភាពសម្រាប់ការប្រើប្រាស់របស់មនុស្សបាននេះគឺបង្ហាញថាទី1ទឹកស្អាតដែលយើងអាចប្រើប្រាស់បានគឺមានកម្រិតយើងអាចប្រើប្រាស់ទឹកសមុទ្របានទេហើយទី2ទឹកស្អាតនៅក្នុងពេលបច្ចុប្បន្នគឺត្រូវប្រើប្រាស់ទៅលើរឿងមួយដែលមិនគួរប្រើប្រាស់គឺទៅលើ AI សម្រាប់អ្នកដែលមកនិយាយថាបែក AI មិនមែនជាម៉ាស៊ីនទេវាគឺជា app ខ្ញុំសួរទៅអ្នកទាំងអស់នោះវិញថាតើ app នឹងវាដំណើរការតាមណា AI កើតតាមខ្យល់តាមព្រះប្រទានឲ្យមែនសូម្បីតែ Facebook យើងដែលយើងប្រើសប្តាហ៍ថ្ងៃនេះក៏ត្រូវការប្រើប្រាស់ម៉ាស៊ីនដែរគឺប្រើប្រាស់ data centers ទាំងអស់គ្នាគិតថានៅពេលដែលគេនិយាយថា cloud ហ្នឹងគឺមានន័យថាព័ត៌មានទិន្នន័យរបស់យើងហ្នឹងគឺគេស្តុកទុកនៅលើពពកមែនស្ដាប់ទៅខ្មាស់គេទាំងអស់គ្នាព្រោះឆោតពេកព័ត៌មាននិងទិន្នន័យរបស់យើងទាំងអស់គឺគេស្តុកទុកនៅ data centers គឺនៅក្នុងម៉ាស៊ីនដែលមានចំនួនរាប់ពាន់រាប់ម៉ឺនវាមិនមែនជាវេទមន្តទេសម្រាប់អ្នកដែលប្រើប្រាស់កុំព្យូទ័រគឺដឹងថានៅពេលដែលម៉ាស៊ីនយើងបើកដំណើរការរហូតគឺវានឹងក្តៅហើយវាអាចនឹងខូចអញ្ចឹងអ្វីដែល data center ទាំងអស់នោះត្រូវការគឺម៉ាស៊ីនត្រជាក់ដើម្បីរក្សាកម្ដៅឲ្យវាត្រជាក់ប៉ុន្តែសម្រាប់ AI data centers គឺអត់បែបហ្នឹងទេព្រោះអ្វីដែលវាត្រូវការគឺទឹកស្អាតអ្នកខ្លះសួរថាម៉េចបានមិនប្រើប្រាស់ទឹកសមុទ្រឬក៏ទឹកផ្សេងវិញទៅនេះគឺដោយសារតែគេត្រូវការប្រើប្រាស់ទឹកស្អាតហើយមិនអាចប្រើប្រាស់ទឹកសមុទ្របានទេ
ព្រោះវាអាចនាំឲ្យខូចម៉ាស៊ីន data center ទាំងអស់នោះដំណើរការគឺដំបូងទឹកស្អំ coolant គឺត្រូវការប្រើប្រាស់ដើម្បីស្រូបកម្ដៅពី server នៅ AI data center ទាំងអស់នោះហើយ coolant នោះគឺត្រូវគេបញ្ជូនទៅ heat exchange unit ដែលគេប្រើប្រាស់ទឹកដើម្បីកាត់បន្ថយសីតុណ្ហភាពនៅ server បន្ទាប់មកទឹកក្តៅដែលនៅសល់នោះគឺត្រូវបានបញ្ជូនទៅ cooling towers ដែលគេនឹងប្រើកង្ហារនិងចំហាយទឹកដើម្បីបំបត្តិកម្ដៅហើយធ្វើឲ្យទឹកនោះត្រជាក់ទឹកដែលនៅសល់គឺនឹងត្រូវបានបញ្ជូនទៅស្អំម៉ាស៊ីនឡើងវិញប៉ុន្តែនៅក្នុងដំណើរការនោះទឹកចំនួន 70% វានឹងរីងคล้ายទៅជាចំហាយទាំងអស់គ្នាមានដឹងអត់ថា AI data centers ខ្នាតកណ្ដាលមួយគឺប្រើប្រាស់ទឹកស្មើនឹងtown តូចមួយស្មើនឹងក្រុងតូចមួយហើយ AI data center ធំមួយគឺប្រើប្រាស់ទឹកចំនួន5លាន gallon នៅក្នុងមួយថ្ងៃដែលស្មើនឹងការប្រើប្រាស់របស់ប្រជាជន 50,000 នាក់នៅក្នុងមួយថ្ងៃទាំងអស់គ្នាគឺជិត19លានលីត្រនៅក្នុងមួយថ្ងៃនៅក្នុង data center ខ្នាតធំមួយចុះ data center ផ្សេងទៀតសរុបមកប្រមាណលានលីត្រនៅក្នុងមួយថ្ងៃហើយទាំងអស់គ្នាមានដឹងអត់ថាprompt របស់យើងមួយដែលមានចំនួន100ពាក្យនៅលើ ChatGPT គឺចំណាយអស់ទឹកចំនួន1ដបទឹកសុទ្ធស្ដាប់ទៅគឺវាអត់ច្រើនទេប៉ុន្តែតើមានមនុស្សប្រមាណអ្នកដែលសួរនៅក្នុងមួយថ្ងៃហើយសួរប្រមាណដងអញ្ចឹងនៅពេលដែលយើងនិយាយលេងអត់ប្រយោជន៍សួរសំណួរដែលយើងអាចប្រើប្រាស់ Google ឬក៏ប្រើប្រាស់ខួរក្បាលយើងបានទេយើងត្រូវដឹងថាយើងកំពុងតែបំផ្លាញទឹកចោលអត់ប្រយោជន៍ទេការប្រើប្រាស់ AI និង data centers របស់ AI នេះគឺកំពុងតែធ្វើឲ្យសហគមន៍មួយចំនួនលែងមានទឹកប្រើប្រាស់ហើយអ្នកដែលរស់នៅក្បែរ AI data center គឺដឹងច្បាស់មែនតើព្រោះពួកគាត់កំពុងតែជួបប្រទះផលប៉ះពាល់ពី AI ផ្ទាល់ដូចនៅក្នុងវីដេអូនេះពី Mansfield Georgia ដែរ This is my cold water pressure in the kitchen. This is where I fill up water for storage. Those are the things we have to fill up to flush the toilets. So you can see the sediment from the data center. Wow, and that's just from the water coming out of your faucet. Yeah. And this is what's in all the pipes. It's overwhelming because you really feel like you are up against this huge wall that you can't penetrate. There's nothing that you can do and they don't care. ទាំងអស់គ្នាមានឃើញអត់ដោយសារតែ AI data center ទាំងអស់នោះត្រូវការទឹកគឺវាធ្វើឲ្យប្រជាជននៅតំបន់នោះលែងមានទឹកប្រើប្រាស់ហើយទឹកដែលពួកគាត់ទទួលបានតិចតួចនោះគឺលែងជាទឹកស្អាតទៀតទាំងអស់គ្នាសម័យមើលថាបើសិនបើទាំងអស់គ្នាលែងមានទឹកប្រើប្រាស់ដោយសារតែ AI ត្រូវការទឹកនោះព្រោះតែមនុស្សមួយចំនួនអត់ចង់សរសេរ email ដោយខ្លួនឯងខ្ជិលសរសេរ email ដោយខ្លួនឯងតើទាំងអស់គ្នាមានអារម្មណ៍បែបណាហើយតើនឹងមានរឿងអីកើតឡើងនៅពេលដែលគេបង្កើត AI data center កាន់តែច្រើនឡើងទៀត Memphis Tennessee គឺជាទីក្រុងមួយដែលមានប្រជាជនស្បែកខ្មៅច្រើនហើយពួកគាត់កំពុងតែជួបប្រទះគឺកំពុងតែទទួលផលប៉ះពាល់ច្រើនពី gas methane gas turbines ដោយសារតែ AI data centers របស់ Elon Musk ដោយសារតែការបំពុលនេះប្រជាជននៅក្នុងតំបន់និង NAACP គឺបានធ្វើការប្តឹងទៅ XAI Corporation របស់ Elon Musk ថាបានរំលោភ Clean Air Act ព្រោះ methane gas turbines នោះគឺបានបញ្ចេញខ្យល់ជាតិពុល nitrogen oxide ទៅក្នុងខ្យល់ដែលនាំឲ្យពួកគាត់អាចកើតជំងឺមហារីក HERT និងជំងឺផ្លូវដង្ហើមផ្សេងទៀតនៅខែមករាឆ្នាំ2026 EPA គឺបានកាត់ក្តីថាក្រុមហ៊ុនរបស់ Elon Musk នេះគឺបានធ្វើរឿងខុសច្បាប់មែនប៉ុន្តែនេះគឺគ្រាន់តែជាករណីមួយទេហើយវាគឺជារឿងមួយដែលប្រជាជនពិបាកនៅក្នុងការតវ៉ាព្រោះអត់ទាន់មានច្បាប់និងគោលការណ៍ណាមួយដាក់កម្រិតទៅលើ AI ទេមិនត្រឹមតែប៉ុណ្្នឹងទេគឺយើងដឹងថាក្រុមហ៊ុន AI ទាំងអស់នេះគឺមិនត្រឹមតែមានលុយរាប់ពាន់លានដុល្លារទេប៉ុន្តែ Big Tech Bros ទាំងអស់នេះគឺពួកគាត់ជិតស្និទ្ធជាមួយនឹង Donald Trump ទៀតដែលធ្វើឲ្យពិបាកនៅក្នុងការទាមទារឲ្យមានគោលនយោបាយដែលដាក់កម្រិតទៅលើ AI បើសិនបើមិនមានគោលនយោបាយឬក៏ច្បាប់ដើម្បីគ្រប់គ្រង AI ទាំងអស់នោះទេគេនឹងគិតតែពីប្រាក់ចំណេញហើយអ្នកដែលមានលុយនិងមានអំណាចគឺនឹងនៅតែបន្តរកលុយបានរាប់ពាន់រាប់លានដុល្លារឯប្រជាជននៅក្នុងតំបន់នោះនឹងលែងមានទឹកប្រើប្រាស់ហើយថែមទាំងទទួលផលប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ទៀតសម្រាប់ខ្ញុំគឺជាមនុស្សម្នាក់ដែលប្រឆាំងជាមួយនឹង AI ខ្ញុំធ្លាប់ប្រើប្រាស់ AI ដែរប៉ុន្តែខ្ញុំប្រើប្រាស់តែក្នុងករណីដែលចាំបាច់ខ្លាំងព្រោះខ្ញុំដឹងថាការប្រើប្រាស់ AI នេះគឺមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ពិភពលោករបស់យើងនៅទូទាំងពិភពលោកគឺមានប្រទេសចំនួន25ប្រទេសដែលកំពុងតែជួបប្រទះ water stress high ជាងគេនៅក្នុងរៀងរាល់ឆ្នាំនេះដែលមានន័យថាប្រជាជននៅក្នុងប្រទេសនោះគឺជួបប្រទះកង្វះខាតទឹកស្អាតប្រើប្រាស់យើងគិតមើលបែបនេះបើសិនបើមិនមានទឹកស្អាតនៅក្នុងការធ្វើដំណាំម្ហូបនឹងឡើងថ្លៃហើយអ្នកដែលមិនមានលទ្ធភាពនៅក្នុងការទិញម្ហូបដែលមានតម្លៃថ្លៃនោះគឺនឹងត្រូវអត់ឃ្លានស្លាប់មិនត្រឹមតែប៉ុណ្្នឹងទេបើសិនបើយើងមិនមានទឹកស្អាតសម្
សម្រាប់ផឹកនឹងប្រើប្រាស់ទេយើងក៏នឹងស្លាប់ដូចគ្នាដែរនេះនឹងធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់ពាន់លាននាក់នៅលើពិភពលោកហើយនឹងប៉ះពាល់ដល់ប្រជាជនកាន់តែច្រើនបើសិនបើយើងមិនមានវិធានការទប់ស្កាត់និងអប់រំឲ្យប្រជាជនប្រើប្រាស់ AI ដោយមានទំនួលខុសត្រូវនោះទេហើយផលប៉ះពាល់គឺមិនត្រឹមតែប៉ុណ្្នឹងទេគឺមានផលប៉ះពាល់ដល់បរិស្ថានរបស់យើងទៀតនេះមិនរាប់ដល់ផលប៉ះពាល់ទៅលើខួរក្បាលរបស់យើងដែលខ្ញុំបានធ្លាប់បាននិយាយថាការប្រើប្រាស់ AI មានការស្រាវជ្រាវបង្ហាញថាការប្រើប្រាស់ AI គឺធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពក្នុងការគិតរបស់យើងទៀតដែលនិយាយស្រួលស្ដាប់ទៅគឺ AI គឺធ្វើឲ្យយើងកាន់តែល្ងងព្រោះយើងលែងចេះគិតដោយខ្លួនឯងនិយាយដល់បែបនេះអ្នកខ្លះនឹងឆ្ងល់ហើយថាបើបែបហ្នឹងមែនមិនបានគេនៅតែបដ ாய் ឲ្យក្រុមហ៊ុន AI នៅតែបន្តទៀតចម្លើយខ្លីគឺលុយនៅក្នុងពេលនេះគឺមាន hype ជាច្រើនទៅលើ AI ដែលធ្វើឲ្យក្រុមហ៊ុន AI ទាំងអស់នេះគឺរកលុយបានរាប់ពាន់លានដុល្លារហើយគេយកលុយនោះទៅ lobby គោលនយោបាយដើម្បីឲ្យអ្នកបង្កើតច្បាប់គឺគុំបង្កើតច្បាប់ដែលដាក់កម្រិតទៅលើ AI ដោយអ្វីដែល Trump កំពុងតែធ្វើអញ្ចឹងហើយមិនត្រឹមតែប៉ុណ្្នឹងទេ AI ក៏កំពុងតែយកការងាររបស់មនុស្សដែរដោយ Jeff Bezos ដែលមានគម្រោងចំណាយលុយ100,000 លានដុល្លារនៅក្នុងការបង្កើតមនុស្សយន្តដែលអាចធ្វើការដោយប្រើប្រាស់កម្លាំងកាយនៅគ្រប់រោងចក្រ Amazon ដើម្បីបង្កើនលុយចំណេញរបស់គាត់ដែលនេះនឹងធ្វើឲ្យមនុស្សរាប់ម៉ឺននាក់នឹងបាត់បង់ការងារទាំងអស់គ្នាមានដឹងអត់ថានៅពេលដែលប្រជាជនកាន់តែល្ងងនឹងកាន់តែពឹងផ្អែកទៅលើ AI ដោយគ្រាន់តែសរសេរ email ក៏លែងចេះសរសេរដោយខ្លួនឯងវានឹងធ្វើឲ្យមនុស្សទាំងអស់នោះនឹងងាយស្រួលត្រូវបានគេគ្រប់គ្រងនេះគឺជាអ្វីដែល Big Tech ទាំងអស់នោះចង់បានព្រោះគេចង់គ្រប់គ្រងយើងនៅក្នុងផ្នែកគេយើងមិនមែនជាមនុស្សទេយើងគ្រាន់តែជាឈ្នាន់ដែលគេអាចប្រើប្រាស់ដើម្បីរកលុយបានទេនេះហើយគឺជាលទ្ធផលនៃ late stage capitalism ប្រហែលឆ្នាំមុនណាយើងអាចរស់នៅដោយមិនមាន generative AI បានហេតុអីបានជាឥឡូវហ្នឹងយើងមិនអាចរស់នៅដោយមិនមានវាបានតើការយករូបខ្លួនឯងទៅប្រើប្រាស់ AI ដាក់ជាតុក្កតាហើយ post អួតអ្នកដទៃនៅលើ Facebook នោះវាចាំបាច់ប៉ុណ្ណាទើបយើងអាចចូលរួមនៅក្នុងការបំផ្លាញពិភពលោកបែបនេះប៉ុន្តែខ្ញុំក៏ដឹងដែរថាការចូលរួមពីយើងទាំងអស់គ្នាគឺមិនគ្រប់គ្រាន់ទេតលតែចាប់ផ្ដើមមានគោលនយោបាយនិងមានច្បាប់បង្កើតឡើងដើម្បីមកគ្រប់គ្រងទៅលើ AI ទាំងអស់នោះទើបមិនអាចទៅមុខបានព្រោះបើសិនបើមិនបែបនេះទេប្រជាជននៅលើពិភពលោកនឹងជួបប្រទះបញ្ហាធំនៅក្នុងពេលឆាប់ៗខាងមុខនេះអរគុណទាំងអស់គ្នាដែលបានមើលបើសិនមកចូលចិត្តវីដេអូនេះកុំភ្លេច like និង share ហើយទៅ follow ខ្ញុំនៅលើ TikTok និង subscribe នៅលើ YouTube សម្រាប់វីដេអូផ្សេងៗទៀតជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ